ta nẹt thọp ngó tê thả hay là vậy ban chỉ plei thọ tánแต่tới cái hơi lục hơi cái lãng vinh mà đòn tiết chấm lói mình men nở lửa plei nụ tê còn tái việc thắt nở lửa rồi biết đại bị phụp lục nít đầm náo cả nếuសហរដ្ឋអាមេរិកមានអំពូលភ្លើងមួយដែលបានភ្លឺជាប់តាំងពីឆ្នាំ1901រហូតមកដល់សពថ្ងៃនេះប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺក្រុមហ៊ុនដែលផលិតវាបានកសាយធនតាំងពីជិត100ឆ្នាំមុនម្លេះហេតុអ្វីពីព្រោះពួកគេធ្វើវាបានល្អពេកផលិតផលដែលមិនចេះខូចមានន័យថាគ្មាននរណាម្នាក់ត្រូវទិញវាជាលើកទី2នោះហើយចាប់ពីពេលនោះមកពិភពលោកក៏បានយល់ដឹងដោយស្ងាត់នៅការពិតដ៏ជូរចត់មួយថាគុណភាពកាន់តែខ្ពស់ការកសាយធនកាន់តែលឿនហេតុដូច្នេះហើយបានជាទូរស័ព្ទឡាននិងឧបករណ៍អគ្គិសនីសពថ្ងៃនេះត្រូវបានគេកំណត់ពេលឲ្យខូចចំពេលដែលអ្នកត្រូវផ្លាស់ប្ដូរថ្មីមិនមែនមនុស្សមិនអាចផលិតរបស់ដែលជាប់បានយូរនោះទេប៉ុន្តែមកពីគេមិនចង់ឲ្យអ្នកប្រើប្រាស់របស់មួយដែលមិនចេះខូចរហូតនោះឡើយចំណែកឯរឿងរ៉ាវបន្ទាប់ទៀតប្រសិនបើអ្នកពិតជាបានស្ដាប់និងយល់ជ្រួតជ្រាបនោះអ្នកអាចនឹងសន្សំពេលវេលាដើរវៀងក្នុងជីវិតបានដល់ទៅ10ឆ្នាំកាលពីមុនមានម្ចាស់ផ្ទះម្នាក់មានទុក្ខលំបាកយ៉ាងខ្លាំងដោយសារតែនៅក្នុងផ្ទះពោពេញទៅដោយសត្វកណ្ដុរទើបគាត់ចិញ្ចឹមឆ្មាមួយក្បាលនោះមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពត្រឹមតែមួយថ្ងៃវាបានកម្ចាត់សត្វកណ្ដុរទាំងអស់3ថ្ងៃក្រោយមកនៅក្នុងផ្ទះមិនមានសេះសល់ស្រមោលកណ្ដុរសូម្បីតែមួយក្បាលប៉ុន្តែចំពេលនោះឯងម្ចាស់ផ្ទះបានមើលទៅឆ្មារួចគិតថាអស់កណ្ដុរហើយចិញ្ចឹមវាទុកធ្វើអ្វីទៀតឲ្យខាតបាយដូច្នេះហើយឆ្មាដែលមានភាពស្មោះត្រង់បំផុតក៏ត្រូវបានគេបោះបង់ចោលមួយខែក្រោយមកសត្វកណ្ដុរក៏បានត្រឡប់មកវិញម្ចាស់ផ្ទះក៏បានចិញ្ចឹមឆ្មាទី2ឆ្មាមួយក្បាលនេះមានភាពវៃឆ្លាតជាងឆ្មាមុនឆ្ងាយណាស់យូរម្ដងវាក៏ចាប់កណ្ដុរ2-3ក្បាលពេលវេលាដែលនៅសល់វាគ្រាន់តែស្រែកម៉ៅ2-3ម៉ាត់ដើម្បីបន្លាចកណ្ដុរឲ្យរត់តែប៉ុណ្ណោះសត្វកណ្ដុរមិនដែលអស់ពីផ្ទះឡើយហើយដោយសារតែហេតុនេះឆ្មាក៏មិនដែលបាត់បង់តម្លៃរបស់វាដែរម្ចាស់ផ្ទះកាន់តែពឹងផ្អែកលើវានិងកាន់តែស្រឡាញ់ថ្នាក់ថ្នមវាតើអ្នកយល់ពីចំណុចនេះហើយឬនៅការធ្វើការងារក៏ដូចគ្នាដែរនៅពេលដែលអ្នកនៅមានប្រយោជន៍ពួកគេនឹងសរសើរអ្នកប៉ុន្តែនៅពេលដែលអ្នកអស់តម្លៃពួកគេនឹងរិះគន់និងចាត់ទុកអ្នកជាភាពរំខានពីព្រោះអ្វីដែលរក្សាអ្នកឲ្យនៅគ្រប់ទីកន្លែងមិនមែនជាការលះបង់ដោយងងឹតងងល់នោះទេប៉ុន្តែវាគឺជាតម្លៃផ្ទាល់ខ្លួនរបស់អ្នកខ្លឹមសារពិតនៃសង្គមគឺវណ្ណៈទាបត្រូវគោរពតាមច្បាប់ល្បែងវណ្ណៈកណ្ដាលទាញយកផលប្រយោជន៍ពីច្បាប់ល្បែងចំណែកឯវណ្ណៈខ្ពស់វិញពួកគេផ្ទាល់គឺជាច្បាប់ល្បែងមនុស្សដែលខំប្រឹងធ្វើការមួយជីវិតនៅតែវិលវល់នៅក្នុងបំណុលចំណែកឯមនុស្សដែលយល់ពីច្បាប់ពិតប្រាកដបង្កើតល្បែងដោយខ្លួនឯងនិងគ្រប់គ្រងវាពីព្រោះនៅលើโลกនេះអ្វីដែលខ្លាំងពូកែបំផុតមិនមែនជាលុយកាក់ឬអំណាចនោះទេប៉ុន្តែគឺខួរក្បាលដែលស្គាល់ពីយុទ្ធសាស្ត្រ